ទេមយៈជាដកទី1នៅក្នុងការកន្លងដ៏យូរលង់ណាស់មកហើយមានព្រះមហាក្សត្រព្រះនាមកាសិករាជសោយរាជតាមច្បាប់មានសមត្ថភាពនៅក្នុងនគរពេរិណសីទ្រង់ប្រមានព្រះរាជបុត្រឬព្រះរាជធីតាសូម្បីមួយព្រះអង្គសោះដោយភ័យខ្លាចនៅក្នុងការផុតព្រះរាជវង្សទើបទ្រង់ស្នើឲ្យស្រីស្នំទាំង 10000 និង 6000 នាក់បួងសួងសុំបុត្រព្រះអគ្គមហាសីចន្ទាជាព្រះរាជធីតានៃព្រះបាទមន្តរាជបានសមាទានសិលឧបោសថហើយធ្វើសច្ចកិរិយាប្រាថ្នាបុត្រដោយអំណាចនៃតេជះឧបោសថទើបព្រះរាជឥន្ទ្រាធិរាជអារាធនាព្រះពោធិសត្វជាទេវបុត្រនៅឋានត្រៃត្រឹងឲ្យមកចាប់បដិសន្ធិនៅក្នុងផ្ទៃព្រះនាងចន្ទានោះថ្ងៃដែលព្រះពោធិសត្វបានប្រសូតមកមានភ្លៀងធ្លាក់ដ៏ជោគជាំនៅដែនកាសីដែលហាក់បីដូចធ្វើឲ្យហារតីនៃមហាជននៅក្នុងប្រទេសឲ្យទៅទឹកគ្រប់គ្នាដោយហេតុនេះទើបព្រះរាជាទ្រង់ព្រះរាជទានព្រះនាមព្រះរាជបុត្រនោះហៅថាទេមយៈកុមារកាលព្រះពោធិសត្វទ្រង់មានព្រះជន្ម1 ខែពួកស្រីស្នំបាននាំគ្នាទៅគាល់ព្រះបរមរាជបិតាព្រះអង្គទ្រង់សពព្រះハរតីណាស់ក៏លើក3ទ្រហើយនាំទៅផ្ដេកនៅលើព្រះអូរោនាព្រះទីនាំងសម្រាប់គង់វិនិច្ឆ័យទោសចោលព្រះអង្គវិនិច្ឆ័យទោសចោល4នាក់ចោលម្នាក់ត្រូវវាយដោយរំពាត់ផ្ដៅ1000ក្បាប់ចោលម្នាក់ទៀតត្រូវចងច្រវាក់ដាក់នៅក្នុងពន្ធនាគារហើយចោលម្នាក់ត្រូវចាក់សម្លាប់ដោយលំពែងនិងចោលម្នាក់ទៀតត្រូវដោតឆ្កាងដោយអណ្ដាតនៅនឹងដែកស្រួចព្រះពោធិសត្វទ្រង់ព្រះសម្ដាប់ដោយសេចក្តីវិនិច្ឆ័យនោះក៏មានប្រតិផិតភ័យគិតថាអោព្រះបិតាទ្រង់ធ្វើអំពើសម្រាប់ទៅឋាននរកហើយទេតាព្រះបិតាបានជ្រាបថាព្រះរាជបុត្រមានការផិតភ័យថ្ងៃក្រោយមកទ្រង់ក៏បានយកទៅផ្ដេកនៅមហាមន្ទីរក្រោមស្វេតឆ័ត្រដោយការសិក្សាដ៏ហ្មត់ចត់ព្រះពោធិសត្វទតឃើញស្វេតឆ័ត្រក៏មានការផិតភ័យទៀតទើបទ្រង់ព្រះចិន្តាថាអាត្មាអញមកពីណាមកនៅក្រោមស្វេតឆ័ត្រនេះទើបទ្រង់ជ្រាបដោយទេសរណញ្ញាណថាមកពីឋានតាវតឹងមកនៅទីនេះមកពីនរកទៅកាន់ឋានតាវតឹងទៅពីកន្លែងនេះទៅនរកព្រោះធ្លាប់ជាស្ដេចសោយរាជនៅនគរនេះអស់20ឆ្នាំដោយទោសនៃការសោយរាជបានជាទៅរងទុក្ខនៅក្នុងទសរថនរកចំនួន80000ឆ្នាំទ្រង់ជ្រាបដូច្នេះក៏រឹតតែភ័យព្រួយព្រះរាជហឫទ័យខ្លាំងខ្លាចក្រែងជិះរាំងនៃការសោយរាជពំបាននៅពេលនោះដែរទេវតាដែលជាអ្នកថែរក្សាស្វេតឆ័ត្រដែលធ្លាប់ជាមេដារបស់ព្រះអង្គនៅក្នុងជាតិមុនបានថ្វាយយោបល់បញ្ចេញកិច្ចកលដល់ព្រះអង្គថាអ្នកកុំប្រកាសនៅភាពជាអ្នកចេះដឹងគឺថាមិនខ្វិនត្រូវធ្វើជាខ្វិនមិនថ្លង់ត្រូវធ្វើជាថ្លង់មិនគោក៏ត្រូវធ្វើជាគោហើយជនទាំងពួងស្គាល់អ្នកថាជាមនុស្សល្ងង់ក៏ដោយមើលងាយអ្នកយ៉ាងណាក៏ដោយសេចក្តីចម្រើននឹងមានដល់អ្នកដោយវិធីយ៉ាងនេះព្រះពោធិសត្វទ្រង់មានព្រះអង្គសាស័កធូរស្រាលព្រោះពាក្យនៃទេវតានោះទើបទទួលថាខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកឈ្មោះថាធ្វើនៅសេចក្តីចម្រើននិងប្រយោជន៍ដល់ខ្ញុំព្រះរាជាទ្រង់នាំឲ្យកុមារទាំងឡាយ500នាក់ជាបុត្រនៃមន្ត្រីដែលប្រសូតនៅថ្ងៃជាមួយនឹងព្រះពោធិសត្វយកមកឲ្យនៅជាបរិវារដើម្បីបន្ទោសបងនៅសេចក្តីអបសុខនៃព្រះរាជបុត្រកុមារទាំងនោះខ្លះយំខ្លះស្រែកខ្លះទាទឹកដោះរីឯព្រះមហាបុរសដែលជាមេដោះដាក់ត្រង់ណាក៏នៅត្រង់នោះឥតកំរើកឥតយំទាព្រះខ្សីសោះព្រះរាជាទ្រង់បានជ្រាបដូច្នោះក៏ទ្រង់ប្រជុំព្រាហ្មណ៍ព្រាត់បណ្ឌិតអ្នកប្រាជ្ញមកពិគ្រោះជនទាំងនោះយល់ថាដៃជើងមនុស្សខ្វិនមិនមែនយ៉ាងនេះទេចង្ការមនុស្សក៏មិនមែនបែបនេះដែរសោតប្រសាទនៅក្នុងត្រចៀកនៃមនុស្សថ្លង់ក៏មិនមែនយ៉ាងនេះទេប្រកាសជាមានហេតុអ្វីទើប
បានជាមានរឿងរ៉ាវយ៉ាងនេះព្រះពោធិសត្វមិនទ្រង់ព្រះកន្សែងមិនទាព្រះខ្សីមិនកំរើកអស់វេលា1ឆ្នាំទោះបីជាគេរកឲ្យបាយកលពិសោធន៍ដោយទឹកដោះយ៉ាងណាក៏នៅតែដដែលតមកទៀតព្រះរាជបិតាបានឲ្យពិសោធន៍ដោយហេតុ16ប្រការដូចខាងក្រោមទី1ការពិសោធន៍ដោយនំចំណីនៅក្នុងកាលដែលមានប្រជជន1ឆ្នាំកន្លងហើយគឺទ្រង់យកចំណីគ្រប់ប្រភេទមកដាក់ជំវិញព្រះរាជកុមារកណ្ដាលវងទារកទាំង500ទី2ការពិសោធន៍ដោយផល្លានុផលនៅក្នុងកាលដែលមានប្រជជន2ឆ្នាំគឺទ្រង់យកផ្លែឈើមានប្រការផ្សេងមកតម្កល់ទុកនៅក្នុងទីជិតហើយបញ្ចុកផងទី3ការពិសោធន៍ដោយគ្រឿងកីឡានៅក្នុងឆ្នាំទី3គឺទ្រង់យកវត្ថុល្បែងកូនក្មេងគ្រប់ប្រការមានរូបដំរីជាដើមមកដាក់នៅក្នុងទីជិតព្រមទាំងនាំក្រសាលផងទី4ការពិសោធន៍ដោយភោជនៅក្នុងឆ្នាំទី4គឺទ្រង់យកភោជអាហារគ្រប់ប្រការមកដាក់នៅក្នុងភាជចិត្តព្រះអង្គព្រមទាំងបញ្ចុកផងកុមារឯទៀតបានដណ្ដើមនៅវត្ថុទាំងនោះរីឯព្រះរាជកុមារឥតកម្រើកសោះទី5ការពិសោធន៍ដោយភ្លើងនៅក្នុងឆ្នាំទី5គឺទ្រង់ធ្វើឲ្យផ្ទះធំមានទ្វារច្រើនបាំងដោយសឹកខ្នោតជុំវិញឲ្យព្រះពោធិសត្វគង់នៅក្នុងផ្ទះនោះទើបឲ្យគេលបឈួលភ្លើងដើម្បីដុតផ្ទះនោះទី6ការពិសោធន៍ដោយដំរីចុះប្រេងនៅឆ្នាំទី6គឺទ្រង់បង្ហាត់ដំរីមួយឲ្យយ៉ាងស្ទាត់អាចធ្វើតាមបង្គាប់គុតប្រការហើយយកដំរីនោះឲ្យមកបំភ័យព្រះពោធិសត្វដោយប្រការផ្សេងទី7ការពិសោធន៍ដោយពស់នៅក្នុងឆ្នាំទី7គឺទ្រង់យកពស់គ្រប់ប្រភេទមកចងមាត់ហើយយកទៅដាក់ឲ្យព័ទ្ធជុំវិញសកលសរីរៈនៃព្រះពោធិសត្វទី8ការពិសោធន៍ដោយមហាស្រពនៅឆ្នាំទី8គឺទ្រង់ឲ្យអ្នកលេងមហោស្រពគ្រប់ប្រភេទគ្រប់និគមជនបទមកបញ្ចេញសិលកម្មថ្វាយព្រះពោធិសត្វទី9ការពិសោធន៍ដោយគ្រឿងអាវុធនៅឆ្នាំទី9គឺទ្រង់យកបរិះម្នាក់កាន់គ្រឿងអាវុធផ្សេងទៅគំរាមកំហែងម្ដងម្នាក់ទី10ការពិសោធន៍ដោយសូរស័ព្ទត្រៃសឹងនៅក្នុងឆ្នាំទី10ទ្រង់បានឲ្យបាំងព្រះសន្ធិយាជុំវិញព្រះសាយនាឲ្យចោះព្រះសន្ធិយាគ្រប់ទិសទាំង4ឲ្យអ្នកផ្លុំសាំងត្រែយ៉ាងពូកែលបផ្លុំពញាក់តាមប្រហោងព្រះសន្ធិយាទី11ការពិសោធន៍ដោយសូរស័ព្ទស្គរទី12ការពិសោធន៍ដោយពន្លឺភ្លើងប្រទីបគឺព្រះរាជកុមារពុំដែលប្រទះទីងងឹតព្រះរាជាបានឲ្យលើពន្លត់ភ្លើងព្រមគ្នាឲ្យព្រះរាជកុមារគង់នៅតែមួយអង្គឯងនៅក្នុងទីងងឹតទី13ការពិសោធន៍ដោយរុយនៅឆ្នាំទី13គឺទ្រង់យកស្គរអំពៅមកលាយទឹកលាបព្រះរាជកុមារពេញព្រះសរីរាង្គកាយឲ្យរុយទាំងឡាយរួមឯអុកទី14ការពិសោធន៍ដោយគ្រឿងសំអុយនៅឆ្នាំទី14គឺទ្រង់ឲ្យយកគ្រឿងសំអុយគ្រប់យ៉ាងមានទាំងម៉ូតនិងករិស័កជាដើមមកលាបព្រះពោធិសត្វមកព្រាចពាសពេញទីកន្លែងដែលព្រះពោធិសត្វគង់នៅទី15ការពិសោធន៍ដោយអុជភ្លើងឆ្អើរនៅឆ្នាំទី15គឺទ្រង់ញ៉ាំងឲ្យព្រះពោធិសត្វផ្ទុំនៅលើព្រះបញ្ចាញ៉ាំងរាជបរោះឲ្យដុតភ្លើងរួលពីក្រោមនិងទី16ការពិសោធន៍ដោយមេត្តាក្រៀមនៅឆ្នាំទី16ទ្រង់ញ៉ាំងឲ្យកញ្ញាល្អឲ្យស្អិតស្អាងដោយប្រការផ្សេងមកប្រឡូកប្រឡែងប្រឡោមតាមផ្លូវកាមអ្នកចាត់ការពិសោធន៍ទាំង16បែបនៅក្នុងមួយបែបធ្វើអស់រយៈកាល1ឆ្នាំដោយល្បិចផ្សេងយ៉ាងណាក៏ដោយក៏ព្រះពោធិសត្វនៅតែខ្វិនខ្វងកោថ្លង់ដដែលពុំមានកម្រើកដោយការស្រេកឃ្លានដោយការចង់បាននិងដោយការផិតភ័យឡើយការបើក្រុមអ្នកពិសោធន៍អស់ចំណេះទាល់គំនិតហើយព្រះមហាក្សត្រទ្រង់បានចាត់អញ្ជើញឲ្យពួកព្រាហ្មណ៍អ្នកទាយលក្ខណៈមកបន្ទោសថាអ្នកព្រាហ្មណ៍ទាំងឡាយ
ในขนมกาวได้ริกมาประสูตรเนื้อรกเนียตีถากมานี้ประกอบโดยทนยบนแหลกกันนะสิ่งใดอันตรายระบบกมานี้มันเหมียนกมานี้นังมีสมรรถภาพกรุบกรองมหาทวีปอย่างบุญมินทวีปโตปีปอนจีบริวาพองไอ้เรื่องนี้เคยถ่าตุ่มนี้ในรอกเนียนี่ประเดี๋ยวประแต่มาดองเปลี่ยนแต่งลายกลกูเมืองมาดองเตี้ยก็เคยตุ่มนี้เนื้อแต่ดอดาปนแต่ปรุแต่มีสิ่งใดอ่อนจัดก็ใบจีแก่ถ่าส้มตรงแปรเมตตาเปล่าขมิ้นเอาไว้ในตัวบังกลมกรุบเนียปุ่มเคยหนุเตะปนแต่กบมานี่คือเจ็บประดิษฐ์โกแต่งลายบวงสรวงสมบัติหมกบักยมประอองแต่งลายกรับตูถ่ากบมากาแก่ไหนโดยเฉพาะซ้อมเจ็บประอองหนังประดิษฐ์ฮาตีตัวมันวะให้โดยเฉพาะบ้านเจ็บปุ่มกรับบังกลมตูไฟตามตรองประดิษฐ์ตรงบุปผาถ่าไอ้เรื่องนี้ตายยังกูทั่วโดยมันได้ปปูเปรียมแต่งหนุบ้านโปถ่ากาบาประดิษฐ์กบมาโกงในขนมประดิษฐ์ตำหนักนี้ในมินสิ่งใดอันตรายได้ประจุนมีอยู่ประอองหรือดาวสวิตชัดหรือก็ดาวเปรอะแกะมหาไซโดยเฉพาะสมเปรอะองกลมบงไงบงอองลอยสมตรงยังเนื้อสารไทยอ้อยเติมรอบอัปเมียงกุลโดยเซอัปเมียงกุลประเด็นปริกมาเลอรอดหนูหอยน้อมเจงตามทวีขังเล็กเติดักใดกับสำหรับเจ้าเนื้อไอปริกมอยเตอพระฤาษีบันอนุมัติตามสมเด็จระบบปู่เปรียมจำแนกไอประเนียงจันเตียเตวีสตุกมกประยับประญาใต้มีอองแองกุดให้ตรงบันมีพระกันแสงอองวอดดอพระฤาษีธาตู้ใบมาได้ประดาก็สมพระองค์ประดิษฐ์อนุญาตออยบทขยมจักซอยริกุมคานเนียงบันตรงพระกันแสงพระฤาษีปุ่มบ้านยุลโปรมเนียงก็สมในตรำปรำปีฉน้ำปรำปีแข่รุ่ยระหดดอปรำใบไงก็พระฤาษีในใต้ปุ่มโปรมเตียดพระเนียงสมตรำตายปรำปีไงเติบแปรมหักสับตรงฤาษีนุญญาตหายจัดกาฤาษีปีศาจทวายฤสมบัติจมปุ๊บแปรได้ไม่แยกกมาประเด็นจันตีจีบแปรวระฤทธิ์เมตตาแต่งแต่องค์วกซอบติวีฤทธิ์ไตรธาให้เตไม่แยกกมาโกนมาได้ทมิดพนัยปุ่มลุสออระยะกาดอประมวยชนามหอยฮะเตยบอมมาได้สเตอร์เตใบทะเลหอยปรุงมาได้ดังถ่ากนไอ้มันเมนก็ทลองเตปนแต่กระไรมันโปรมสดได้สอให้กนโปรบ้าจีบแต่มวยกำอ้อยมาได้ปรุยดาวนาติดติดในยี่หนึ่งมาได้มุมัดมกโกนทุกใบจีบเรมิดาองวกอระยะเปรปรำปียุปรำปีทั้งไงก็ประโพธิสัตว์ปุ่มเริ่มสดใดลุดดาวกรุบทั้งไงตีปรำใบเปรนรบปดใดกาสกริตบ้านตราปริบัญชีไอซาระไทยเติมรอบน้อมโพธิสัตว์เตะกับสำหรับเจ้าสนันสารไทยบ้านตัวตามปริบัญชีเป็นใต้ได้อานุเพียบในปริกมาก็เตวดาบ่งไว้ไอเติมเนื้อรถมังกรด้อยเสกจังลายจีมังกรน้อมโพธิสัตว์เตตามทวีขังการเตวินเจ้าย่อมปีเปรนกออกจำไงประมาณใบยุดดอกเปรย์สนับมวยสารไทยสมานแต่เปรย์ขมอยก็ดอกเสกบัญชรเตะดอกกรึงอมโประบบเปรมหักสัตว์วิจิบงใบหอยเตียนจบกับจีรันดาเรียงบุญจงลำดับหนูพระโพธิสัตว์มินเปรจันดาแท้ก้าวนี่จีก้าวได้กูอาธรรมอันพิจิมห้อยก็กรอบจรบัดประหอชเวงด้อยประหอสดำจรบัดประหอสดำด้อยประหอชเวงจรบัดประบัดด้อยประหอแตงปีห้อยโจจะรอดชิ้นเชิงปีใบจมเห็นได้แอสมานบานแท้บาเตอร์มวยทั้งไงจมไงมวยยุดก่อบานห้อยตรงเปรจันดาติดแท้บ้านนี้สารไทยจับกระยิดพระองค์กอบในขนมรนได้พระองค์ไอกระยิดนี้สารไทยเบ่งบานเติบพระองค์จ้องระบงพระปลก็จับตีบมพดระเตะรถกระวีเวิร์กเหงาโดยจิเกกระวีโกนระเตะสำหรับโกนเขมรเลงห้อยตรงมินบริบำนองจ้องบานเครื่องประดับสัดสางประกายจิมุ้ยขณีนุพองได้พระอันวิสมกรรมเตปบดบ้านยกเครื่องมหาประสาทมักถวายพระองค์ตรงแต่งประกายหอยสดัดเตสูเนสารไทยได้กำปงลงรันไดแทเนสารไทยเนจิรันไดดำใบเอาไว้เนนังทัวเนื้อเอาไว้ได้รันไดนี่เนสารไทยลื้อปริบรรตัวหนูมันบ้านแต่งเงือบมือผองก็ลงรันไดบรรดาเดยบันดาแทพระราชบทได้การหมอกก็ทลองขวัญ
ដូចជាគ្មានចិត្តខ្ញុំនេះព្រះរាជាត្រាស់ប្រើមុខថាឯងត្រូវជីកប់កូនអញនៅក្នុងព្រៃចុះព្រះពោធិសត្វថាខ្ញុំមិនថ្លង់មិនគោមិនខ្វិនទេមិនមែនវិកលចរិតនោះទេណែនេះសារថីបើអ្នកកប់ខ្ញុំនៅក្នុងព្រៃអ្នកឈ្មោះថាធ្វើខុសច្បាប់អ្នកចូលមកផ្លូវនិងដាំដៃខ្ញុំហើយស្ដាប់សម្ដីរបស់ខ្ញុំនេះសារថីងើបមើលខាងលើឃើញរូបសម្បត្តិរបស់ព្រះអង្គឥតស្គាល់សោះក៏សួរថាអ្នកជាទេវតាឬក៏នាគកំពាន់ឬក៏ជាបុរិនសកទេវរាជអ្នកជាអ្វីជាកូនអ្នកណាធ្វើមិនដេចខ្ញុំនឹងស្គាល់អ្នកបានព្រះពោធិសត្វមានព្រះបន្ទូលថាខ្ញុំមិនមែនជាទេវតាមិនមែនជាគន្ធពមិនមែនជាបុរិនសកទេវរាជទេអ្នកឯងប្រងនឹងកប់បុគ្គលណានៅក្នុងរណ្ដៅបុគ្គលនោះគឺជាខ្ញុំជាបុត្រព្រះបាទកោសិករាជអ្នករស់នៅយ៉ាងស្រួលព្រោះអាស្រ័យព្រះរាជាអង្គណាខ្ញុំជាបុត្រព្រះរាជាអង្គនោះណែនេះសារថីបានអ្នកឯងកប់ខ្ញុំនៅក្នុងព្រៃអ្នកឯងឈ្មោះថាធ្វើខុសធម៌បុគ្គលអង្គុយឬដេកក្រោមម្លប់ឈើណាមិនគប្បីកាច់មែកនោះឡើយព្រោះនឹងត្រូវបានចាត់ទុកថាជាមនុស្សទ្រុះមិត្តឯមនុស្សទ្រុះមិត្តពិតជាមនុស្សលាមកណាស់ព្រះរាជាទុកដូចជាដើមឈើខ្លួនខ្ញុំទុកដូចជាមែកឈើចំណែកអ្នកទុកជាបរោះដែលចូលទៅជ្រកបុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះបើទោះជាចេញផុតអំពីផ្ទះរបស់ខ្លួនក៏នៅតែជាអ្នកមានភក្សាហាច្រើនជនច្រើនអ្នកអាចចិញ្ចឹមជីវិតដោយសារបុគ្គលនោះបានបុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះទៅកាន់ជនបទនិគមរាជធានីណាគេតែងបូជាក្នុងទីទាំងអស់នោះបុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះចោរក៏មិនកំហែងខ្សាត់ក៏មិនមើលងាយបុគ្គលនោះរមែងកន្លងនៅសត្រូវទាំងអស់បុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះមិនខឹងរមែងមកកាន់ផ្ទះរបស់ខ្លួនដោយទឹកមុខរីករាយហើយជាអ្នកត្រូវគេទទួលដោយការរីករាយនៅក្នុងសាលប្រជុំទាំងជាបុគ្គលឧត្តមរបស់ក្រុមញាតិផងបុគ្គលធ្វើសក្ការៈបូជាចំពោះមិត្តរមែងមិត្តធ្វើសក្ការៈបូជាវិញអ្នកគោរពសំពះមិត្តរមែងបានសេចក្តីគោរពនិងការសំពះវិញបុគ្គលមិនទ្រុះមិត្តរមែងពេញទៅដោយគុណដោយយុះបរិវារដោយកិត្តិស័ព្ទបុគ្គលណាមិនទ្រុះមិត្តបុគ្គលនោះរមែងរុងរឿងដោយភ្លើងដូចទេវតាជាអ្នកមិនលះបង់ចាកសេរីឡើយបុគ្គលណាមិនទ្រុះមិត្តសត្វចិញ្ចឹមមានគោជាដើមរបស់បុគ្គលនោះរមែងក្រាយកូនច្រើនពូជទាំងឡាយដែលបុគ្គលនោះដាំរមែងដុះដាលឲ្យផលល្អបុគ្គលនោះសូម្បីធ្លាក់ទៅក្នុងជ្រោះជ្រៅជាដើមក៏រមែងបានទីពឹងបុគ្គលណាមិនទ្រុះមិត្តសត្រូវទាំងឡាយគ្រប់សង្កត់បុគ្គលនោះមិនបានដូចជាខ្យល់គ្រប់សង្កត់មិនបាននៅដើមជ្រៃដែលមានឫសនិងពួរចាក់ជ្រែងជុំវិញចំណែកឯនាយបុគ្គលសារថីបានក្រាបបង្គំទូលថាសូមស្ដេចទ្រង់មកទូលព្រះបង្គំជាខ្ញុំនឹងនាំព្រះអង្គមកកាន់ព្រះរាជដំណាក់សូមទ្រង់សោយរាជចុះសេចក្តីចម្រើននឹងមានដល់ទ្រង់នៅធ្វើអ្វីនៅក្នុងព្រៃនេះព្រះទេមយៈបានមានព្រះបន្ទូលថាណែនេះសារថីរាជសម្បត្តិណាដែលខ្ញុំត្រូវបានដោយអធម្មចរិយៈឬដោយជនញាតិឬក៏ដោយទ្រព្យខ្ញុំមិនត្រូវការដោយរាជសម្បត្តិនោះទេនេះសារថីបានតបថាបោះពិតព្រះរាជបុត្រសូមទ្រង់ស្ដេចទៅអំពីទីនេះដើម្បីទូលព្រះបង្គំជាខ្ញុំបាននៅរង្វាន់ព្រោះថាបើព្រះអង្គស្ដេចទៅហើយព្រះមេដាបិតានឹងប្រទាននៅរង្វាន់ដល់ទូលព្រះបង្គំជាខ្ញុំពួកស្រីស្នំពួករាជកុមារពួកឈ្មួញពួកព្រាហ្មណ៍ពួកមាន់ដំរីពួកពលរក្សាព្រះអង្គពួកពលថ្មើរជើងពួកអ្នកជនបទនឹងឲ្យគ្រឿងបណ្ណាការទាំងឡាយដល់ទូលព្រះបង្គំជាខ្ញុំព្រះពោធិសត្វបានតបវិញថាណែនេះសារថីខ្ញុំគឺព្រះរាជបិតាមេដាបានបោះបង់ទៅហើយផ្ទះរបស់ខ្ញុំមិនមានទេខ្ញុំនឹងបួសនៅក្នុងព្រៃតែម្នាក់ឯងមិនប្រាថ្នាកាមទាំងឡាយឡើយផលប្រយោជន៍សម្រាប់ដល់ខ្ញុំកាលមិនប្រញាប់ប្រញាល់អស់អាយុ16ឆ្នាំ
ខ្ញុំជាអ្នកមានព្រំចរិយធម៌ចាស់ខ្លាហើយចេញផុតហើយនឹងមានភ័យអំពីទីណានេះសារថៃបានតបថាព្រះអង្គមានព្រះរាជបន្ទូលពីរោះក្បោះក្បាយយ៉ាងនេះហេតុអ្វីមិនមានព្រះបន្ទូលនៅក្នុងសំណាក់ព្រះមេដាបិតានៅក្នុងពេលនោះទៅព្រះពោធិសត្វបានតបថាខ្ញុំខ្វិនព្រោះមិនមានសន្លាក់ក៏ទេថ្លង់ព្រោះមិនមានសោតប្រាសាទក៏ទេកព្រោះមិនមានជីវហាប្រាសាទក៏ទេខ្ញុំរលឹកឃើញនៅជាតិមុនដែលខ្ញុំបានសោយរាជហើយបានធ្លាក់ទៅក្នុងនរកដែលគួរឲ្យស្ញើឯនោះទេបានជាខ្ញុំមិននិយាយត្បិតថាខ្ញុំសោយរាជតែ20ឆ្នាំឆេះក្នុងនរកអស់រយៈកាល80000ឆ្នាំនេះសារថីបានតបវិញថាបបិទ្ធព្រះរាជបុត្រទូលព្រះបង្គំជាខ្ញុំនឹងបួសក្នុងសំណាក់ព្រះអង្គដែរសូមទ្រង់ព្រះរាជានុញ្ញាតបួសឲ្យទូលព្រះបង្គំផងទូលព្រះបង្គំពេញចិត្តនឹងបព្វជិដែរព្រះតេមយៈបានពោលទៀតថាមិនបានទេសារថីអ្នកឯងចូលប្រគល់នៅរដ្ឋធ្វើខ្លួនឲ្យអស់បំណុលសិនសឹមមកចុះព្រោះបព្វជិរមែងសម្រេចដល់បុគ្គលមិនមែនមានបំណុលជាកម្មដែលពួកអេសីសរសើរហើយនេះសារថីបានបន្ថែមទៀតថាសូមសេចក្តីចម្រើនមានចំពោះព្រះអង្គទូលព្រះបង្គំជាខ្ញុំនឹងធ្វើតាមព្រះរាជបន្ទូលព្រះអង្គសូមព្រះអង្គគង់នៅទីនេះទម្រាំទូលព្រះបង្គំជាខ្ញុំនាំព្រះរាជាមកដល់ព្រះបិតារបស់ព្រះអង្គទ្រង់ទៅឃើញហើយសមជានឹងមានព្រះរាជហត្ថីរីករាយឡើងវិញព្រះពោធិសត្វបានពោលថាខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកឯងខ្ញុំមានបំណងនឹងជួបបិតារបស់ខ្ញុំដែលទ្រង់ស្ដេចមកទីនេះអ្នកឯងទៅចុះទៅក្រាបបង្គំទូលនៅការថ្វាយបង្គំនិងសេចក្តីសុខរបស់ខ្ញុំដល់ព្រះបិតាមេតានិងញាតិកាទាំងឡាយផងទ្រង់មានព្រះបន្ទូលតែប៉ុណ្ណេះក៏ទ្រង់ព្រះភ្នោះជាឥសីភ្លាមនេះសារថីបានថ្វាយបង្គំលាមនីរតទៅព្រះរាជវាំងវិញសម្ដេចព្រះវររាជមេតាទតឃើញរតទៅទេក៏មានព្រះនេត្រពោពេញដោយព្រះឱសថធារាទ្រង់ព្រះកន្សែងថានេះសារថីសម្រាប់កូនអញហើយមកវិញទៅទេទើបទ្រង់ព្រះបុព្វចារចំពោះនាយសារថីថាកូនខ្ញុំក៏ថ្លង់ខ្វិនខ្វងមែនឬកាលអ្នកឯងកប់នៅក្នុងដីកូនខ្ញុំពិលៀមដែរឬទេនេះសារថីបានតបថាបុព្វព្រះនាងម្ចាស់ព្រះរាជបុត្រនោះមិនមែនក៏ថ្លង់ខ្វិនខ្វងអ្វីទេគឺទ្រង់មានព្រះកាយពលរឹងមាំរហ័សរហួនណាស់ទាំងព្រះបន្ទូលក៏ច្បាស់ក្បោះក្បាយប៉ុន្តែទ្រង់ខ្លាចរាជសម្បត្តិទេតាទើបបានជាធ្វើកិរិយាពុទ្ធបុត្រយ៉ាងច្រើនបែបនេះបើព្រះនាងសពព្រះរាជហឫទ័យនៅក្នុងការឃើញព្រះរាជបុត្រទូលព្រះបង្គំនឹងនាំទៅដល់ទីនោះព្រះបាទកោសិករាជទ្រង់ជ្រាបហើយទ្រង់ញ៉ាំងនាយក្រុមគ្រប់តំណែងឲ្យចាត់ចែងរៀបចំដំណើរទៅកាន់សំណាក់ព្រះរាជបុត្រទ្រង់មាននាយសារថីជាមគ្គុទ្ទេសក៍បានស្ដេចទៅដល់កន្លែងដែលព្រះតេមយកុមារគង់នៅព្រះតេមយៈទ្រង់ទើបឃើញព្រះបិតាស្ដេចកំពុងយាងមកទ្រង់បានក្រោកទទួលព្រះរាជដំណើរដោយការបដិសណ្ឋារកិច្ចយ៉ាងរួសរាយហើយស្ដេចព្រះវររាជបិតាឲ្យគង់លើកម្រាលស្លឹកឈើឲ្យសោយព្រះឧណហោតកៈដែលស្ងោរស្លឹកឈើមិនមានរសជាតិប្រៃហើយព្រះអង្គបានពោលថាសូមព្រះអង្គសោយចុះព្រោះព្រះអង្គជាភ្ញៀវរបស់អាត្មាភាពដែលទើបនឹងមកដល់ថ្មីព្រះរាជាបានមានព្រះបន្ទូលថាខ្ញុំមិនបរិភោគស្លឹកនេះទេខ្ញុំបរិភោគតែបាយស្រូវសាលីលាយដោយសាច់ដ៏ស្អាតសេចក្តីអស្ចារ្យកើតដល់ខ្ញុំព្រោះឃើញលោកនៅស្ងាត់តែម្នាក់ឯងបរិភោគភាជបែបនេះសោះម្ដេចក៏មានសម្បុរស្រស់ដល់ម្លេះព្រះតេមយៈបានតបថាបបិទ្ធព្រះរាជាអាត្មាភាពម្នាក់ឯងសឹងលើកម្រាលស្លឹកមិនមានសោកនិងអារម្មណ៍ដែលកន្លងហើយមិនប្រាថ្នានៅអារម្មណ៍ដែលមិនទាន់មកដល់បានជាសម្បុរអាត្មាភាពស្រស់ថ្លាពួកជនពាលតែងតែរីងស្ងួតដូចជាដើមបបោសដែលគេដកចោលហាលថ្ងៃ
ព្រោះប្រាថ្នានៅអារម្មណ៍ដែលមិនទាន់មកដល់ព្រោះតែតាមសោកនៅអារម្មណ៍ដែលកន្លងទៅហើយព្រះរាជាបានមានព្រះបន្ទូលតបវិញថាអ្នកកូនជើនឹងឲ្យដល់បានៅពលដំរីពលរត់ពលសេះពលថ្មើរជើងពួកជនពាក់គ្រឿងក្រោះស្រីស្នំនិងនិវេសនដ្ឋានទាំងឡាយជាទីត្រេកអរចូលបាញ៉ាំងកូនទាំងឡាយឲ្យកើតនៅក្នុងស្រីទាំងនោះហើយសម្បូរវិញចុះបើឯងជាក្មេងកំឡោះមានសក់ខ្មៅស្រិលចូលសោយរីកចុះសេចក្តីចម្រើននឹងមានដល់បានៅក្នុងព្រៃធ្វើអ្វីព្រះតេមយៈបានតបវិញថាមនុស្សកំឡោះគួរតែប្រព្រឹត្តព្រហ្មចារ្យធម៌ព្រោះថាបុព្វជារបស់មនុស្សកំឡោះពួកឥសីសរសើរហើយអាត្មាភាពនឹងប្រព្រឹត្តព្រហ្មចារ្យធម៌ពុំត្រូវការដោយរាជសម្បត្តិទេបោះពិតព្រះបិតាមេដាអាត្មាភាពឃើញគេនៅក្មេងៗទើបនឹងចេះនិយាយក៏ស្លាប់ដែរឃើញកុមារីមានសម្បល់ដូចមាសក៏ស្លាប់ដែរតើនរណាទុកចិត្តនៅក្នុងជីវិតនោះថាអាត្មាអញនៅក្មេងមិនទាន់ស្លាប់បាននោះទេអាយុនៃកុមារក៏គង់តែថយតិចទៅព្រោះការកន្លងទៅនៃយប់និងថ្ងៃកាលបើយប់និងថ្ងៃមិនកន្លងទៅទេសត្វលោកក៏មានឈ្មោះថាត្រូវសត្រូវបៀតបៀនជានិច្ចផងត្រូវសត្រូវរូបរិទ្ធជានិច្ចផងបើយ៉ាងនេះតើព្រះអង្គនឹងអភិសេកអាត្មាភាពនៅក្នុងរាជដូចម្ដេចរបស់ដែលគេត្រូវត្បាញនឹងជារបស់នៅសល់តិចខាងមុខយ៉ាងណាមិញជីវិតរបស់សត្វទាំងឡាយក៏យ៉ាងនោះដែរផ្លូវទឹកដ៏ពេញដោយកាលហូរទៅមិនត្រឡប់ថយក្រោយវិញយ៉ាងណាមិញអាយុរបស់មនុស្សទាំងឡាយកាលកន្លងទៅមិនត្រឡប់វិញយ៉ាងនោះដែរផ្លូវទឹកដ៏ពេញនាំយកនៅឈើទាំងឡាយក្បែរច្រាំងយ៉ាងណាមិញជរាមរណៈនាំសត្វទាំងអស់នោះទៅក៏យ៉ាងនោះដែរប្រយោជន៍អ្វីដោយទ្រព្យបើទ្រព្យតែងតែអស់ទៅប្រយោជន៍អ្វីដោយកិរិយាបើកិរិយាគង់តែនឹងស្លាប់ប្រយោជន៍អ្វីនឹងវ័យបើវ័យគង់តែត្រូវជរាគ្រប់សង្កត់ពុំខានផ្លែឈើទាំងឡាយតែងតែមានភ័យអំពីការជ្រុះជានិច្ចយ៉ាងណាមិញសត្វទាំងឡាយតែងតែមានភ័យអំពីសេចក្តីស្លាប់ជានិច្ចយ៉ាងនោះដែរជនច្រើនគ្នាពួកខ្លះតែគេឃើញក្នុងវេលាព្រឹកតែគេមិនឃើញនៅក្នុងវេលាល្ងាចពួកខ្លះដែលគេឃើញក្នុងវេលាល្ងាចតែមិនឃើញនៅក្នុងវេលាព្រឹកសេចក្តីព្យាយាមនៅក្នុងកុសលគេគួរធ្វើក្នុងថ្ងៃនេះឯងបុគ្គលណាអាចដឹងថាសេចក្តីស្លាប់នឹងមាននៅក្នុងថ្ងៃស្អែកចំណែកពួកចៅទាំងឡាយតែងប្រាថ្នាទ្រព្យបបិទ្ធព្រះរាជាអាត្មាភាពផុតស្រឡះហើយអំពីចំណងគឺការប្រាថ្នាទ្រព្យបបិទ្ធព្រះរាជាសូមព្រះអង្គមកសូមព្រះអង្គត្រឡប់ព្រះរាជហឫទ័យអាត្មាភាពមិនត្រូវការដោយរាជសម្បត្តិនោះទេនាកាលគ្រានោះផងដែរព្រះបាទកោសិករាជនិងព្រះនាងចន្ទាទេវីព្រមទាំងស្រីស្នំ 16,000 នាក់ហើយនឹងពួករាជបរិវារមានអាមាត្យជាដើមក៏សពព្រះរាជហឫទ័យនឹងទ្រង់ព្រះភ្នោះដែរទើបទ្រង់ឲ្យចំហទ្វារឃ្លាំងទាំងអស់ថាជនណាប្រាថ្នាអ្វីចូលយកទៅចុះហើយទ្រង់ព្រះភ្នោះតាមព្រះរាជបុត្រចំណែកអ្នកផ្សារទាំងឡាយក៏ចំហទ្វារផ្សារទៅបួសតាមព្រះរាជាដែរដោយនៅពេញអាស្រមដែលព្រះឥន្ទនិមិត្តថ្វាយចម្ងាយមួយជ្រុង3យោជន៍បានសម្រេចនៅសមាបត្តិ8និងអភិញ្ញៈ5ទាំងអស់គ្នានៅគ្រានោះស្ដេចសមណរាជទាំងឡាយបានឮថាព្រះបាទកោសិករាជទៅទ្រង់ព្រះភ្នោះហើយក៏មកបន្តគ្នាចំនួន3ប្រទេសដើម្បីប្រជែងយករាជសម្បត្តិនៅក្នុងនគរពេរិណសីហើយប្រែព្រះទ័យទៅទ្រង់ព្រះភ្នោះតាមទាំងអស់ទៀតបានសម្រេចនៅសមាបត្តិដូចគ្នាដែរពួកដំរីពួកសេះខ្លាចទៅជាដំរីព្រៃសេះព្រៃអស់ដែលមានសេចក្តីសោមនស្សនិងម្ចាស់របស់ខ្លួនទ្រង់ព្រះភ្នោះ
លុះស្លាប់ទៅបានកើតទៅជាទេវតានៅឆកម្មាវចនសួគ៌ឯតាបសនិងតាបសិនីមានព្រះពោធិសត្វជាប្រធានស្ថិតនៅដល់ជីវិតចរិយាសានបានទៅកើតនៅក្នុងព្រហ្មលោកគ្រប់ព្រះអង្គហោងសម្ដេចព្រះបរមសាស្ត្រាទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយទ្រង់ប្រជុំជាដកថាទេវតារក្សាស្វេតឆ័ត្រនៅក្នុងគ្រានោះគឺជានាងឧបលវណ្ណាធិរីនាយសារថីគឺជាសារីបុត្រថេព្រះឥន្ទគឺជាអនុរុទ្ធេព្រះមេដាបេដាទាំងឡាយគឺជាព្រះមហារីត្រកូលចំណែកឯបរិស័ទទាំងឡាយគឺជាពុទ្ធបរិស័ទនៅក្នុងគ្រាឥឡូវនេះឯបណ្ឌិតដែលពុទ្ធធ្វើជាគោគឺជាអង្គអញតថាគតជាសម្មាសម្ពុទ្ធនេះឯងហោង